ដំណើរជីវិតរបស់ម្ដាយបងប្អូនធ្វើម្ដាយគឺលំបាកគ្រប់បែបយ៉ាងដើម្បីកូនបងប្អូនប្រឹងលេបកូនចូលក្នុងពោះដើម្បីឲ្យកូនរស់ប្រឹងមមាលនៅកន្លែងដីស្ងួតទោះបីខ្លួនឈឺចាប់ប៉ុណ្ណាក៏ដោយគុំម្ដាយទ្រាំបានគឺដើម្បីកូនបងប្អូនប្រឹងប្រមូលប្រឹងទប់ប្រឹងខ្លួនទោះតែបីខ្លួនរលេះរលួយប៉ុណ្ណាក៏ម្ដាយទ្រាំដើម្បីកូនដែរដើម្បីជួយកូនឲ្យរួចផុតពីមរណទុក្ខប្រឹងទ្រាំដើម្បីចិត្តកដោទឹកដើម្បីឲ្យកូនរស់រានមានជីវិតម្ដាយហត់ប៉ុណ្ណាគឺដើម្បីកូនបងប្អូនវីដេអូនេះគឺវីដេអូដកស្រង់ពីក្រៅប្រទេសដំបូងមានល្អចែកជូនបងប្អូនទាំងអស់យកមកទស្សនានិងពិភាក្សាទាំងអស់គ្នាសូមអរគុណ